ជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទមូសក្តាឡើងវិលជួបនឹងវីដេអូថ្មីរបស់ខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកចេញវីដេអូថ្មីហើយកែច្នៃពីរបស់ខូចអាចទៅជារបស់ដែលប្រើការបានអញ្ចឹងអ្នកគ្នាចង់ដឹងថាខ្ញុំច្នៃគេក៏ទៅតាមដានវីដេអូនេះរហូតដល់ចប់ហើយឥឡូវគឺខ្ញុំសុំពឹងអ្នកគ្នាចុច like និង follow ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចាញ់ឡើងចឹងតទៀតតោះលេចូលវីដេអូរបស់គ្នាហ្នឹងហើយអ្នកគ្នាដើមហេតុគឺវាចារម្នាក់ដែលគិតនាងនោះអ្នកមួយខ្ញុំហ្នឹងខ្សែកុំព្យូទ័រគាត់ហ្នឹងវាដាច់ហើយដល់ពេលវាដាច់អញ្ចឹងសាកថ្មកុំព្យូទ័រគាត់វាអត់កើតទេសាកអត់ចូលទេសាកមិនក៏សាកមិនចូលដែរខ្ញុំមកតេស្តវិញសាកតិចក៏សាកមិនចូលដែរហើយយ៉ាងហ្នឹងខ្ញុំក៏យកមកធ្វើឲ្យគាត់អញ្ចឹងណាបងឡាញគឺខ្ញុំថាចង់យកមកធ្វើធម្មតាតែទៅខ្ញុំក៏នឹកឃើញថាបើខ្ញុំធ្វើវីដេអូចែកម្លែកទៅណាគេដែលដាច់ខ្សែទៅគាត់មើលវីដេអូហ្នឹងគាត់អាចធ្វើខ្លួនឯងបានអញ្ចឹងហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំថតវីដេអូនេះដើម្បីជាវីដេអូចែកម្លែកអញ្ចឹងហើយតែឥឡូវយើងចូលមកក្នុងវីដេអូរបស់យើងវិញហើយនេះគឺជាកាបូបដែលខ្ញុំទៅរៀននៅថ្ងៃគឺថាមានសោមមានក្បាលមូស៊ីមានទូលវីសតូចធំខ្លីមិនក៏មានតែពេលអញ្ចឹងឆ្ងល់ថាចំមិនចាំបាច់ដាក់សោដាក់ស្អីស្អីចង់ល្បីមែនតាមពិតទៅវាមិនអញ្ចឹងទេតែអាណាដាក់សោក្នុងកាបូបដាក់ទូលវីសក្នុងកាបូបដើម្បីចង់ល្បីឯងហេតុហ្នឹងគឺយើងកុំឲ្យបាក់ខ្ចីគេដល់ពេលយើងខូចទៅយើងមានរបស់យើងសាច់អញ្ចឹងយើងអាចធ្វើខ្លួនឯងបានអញ្ចឹងណាហើយឥឡូវគឺយើងមកមើលវីដេអូរបស់យើងតទៀតមើលឲ្យធ្វើតាមខ្ញុំមកពេលដែលខូចសាក់ធ្វើតាមខ្ញុំដឹងកាត់ធានាមកជោគជ័យឥឡូវទៅយើងកឹះបានហើយយើងត្រូវកាត់អាខ្សែដែលកន្លែងដាច់ហ្នឹងយើងកាត់វាចេញអញ្ចឹងមកយើងកាត់អាកន្លែងដាច់ហ្នឹងខាងក្នុងទាំងខាងក្រៅហ្នឹងយើងកាត់ដាច់វាចេញពីគ្នាអញ្ចឹងមកហើយបន្តទៀតយើងឆ្កឹះអាតសៃដែលនៅក្នុងជួរយើងនេះឆ្កឹះចេញមកដើម្បីសោកខ្សែយើងចូលទៅក្នុងនឹងវិញតែមិនទេយើងសោកឲ្យវាធ្លីខ្សែចេញមកខាងក្រៅមកអញ្ចឹងណាសោកចេញមកខាងក្រៅហើយនៅក្នុងខ្សែហ្នឹងវាមាន2អាខ្សែពើសហ្នឹងខ្សែបដូលកដាលអាហ្នឹងយើងតមួយអាខ្សែសរបស់យើងខាងក្នុងនេះមកហើយអាមួយទៀតហ្នឹងវាអត់មានពណ៌ខ្មៅដូចនៅអាក្នុងអាដុំរបស់យើងនោះទេយើងចឹងហើយយើងយកអាខ្សែខាងក្រៅហ្នឹងតមកអាខ្សែខ្មៅហ្នឹងមកធ្វើតាមតែខ្ញុំធានាថាមកជោគជ័យតែមិនទេយើងមានកាវរបស់យើងហ្នឹងបតក់វាមកតំណក់ចឹងមកដើម្បីឲ្យកុំឲ្យខ្សែហ្នឹងវាលបូតទៅខាងក្រៅវិញឲ្យវាជាប់មួយអាជ័រហ្នឹងហើយតែមកបិទស្កុតនៅខាងលើអាដុំភ្លើងរបស់យើងនេះដើម្បីការពារកុំឲ្យយើងធ្លាក់អីក៏កំហើកអីទៅវាអាហ្នឹងវាអុកជាមួយនឹងអាជ័ររបស់យើងនេះយើងដាក់បិទដើម្បីការពារវាហើយយើងបិទកៅជុំវិញចឹងមកហើយបន្ទាប់ពីយើងបានបិទកៅជុំវិញនឹងរួចយើងហូតខ្សែហឺតបើអ្នកគ្នាអត់ខ្សែហឺតក៏បានដែរបិទតកៅវាជាប់ណាស់បាទតែខ្ញុំហូតទៅឲ្យវាកាន់តែជាប់ចឹងណាខ្សែហឺតខ្ញុំដាក់3អ្នកគ្នាគឺកាន់តែជាប់ហ្មងកប់ស្រីយោហ្មងហើយវីដេអូនេះគឺខ្ញុំថតកណ្ដាលជប់តែហ្មងអ្នកគ្នាគឺម៉ោង2តាកន្លះហើយតែនិយាយថាភ្នែកខ្ញុំទន់ណាស់ហើយគេថាខ្ញុំតហើយឥឡូវជោគជ័យចាំមើលតែជោគជ័យចាំមើលយើងសាក់ដោតទាំងអស់គ្នាចាំថាម៉េចវាចូលទៅហើយទៅរងចាំហ្នឹងគឺដល់ពេលដែលយើងត្រូវសាឯងនៅគេកំពុងចាំមើលថាឈប់អូតចិត្តកើតឬក៏អត់ចាំមើលទាំងអស់គ្នាដាច់ចេញក៏មិនចេញមកខ្ញុំហប់1 2 3ហើយគេថាខ្ញុំបានដោតសាឯងនៅគ្នាបានដោតសាឯងគឺវាចូលតែគ្នាជោគជ័យទៅខ្ញុំធ្វើជោគជ័យឯងបាទគេថាជោគជ័យបាទជោគជ័យទីមយ៉ាងហ្នឹងហើយអ្នកគឺថាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយក៏សូមអរគុណអ្នកគ្នាក៏បានតាមដានវីដេអូនេះរហូតដល់ចប់សូមអរគុណអ្នកគ្នាបាទអ្នកហួយបាយអ្នកគ្នាចាំជួបគ្នានៅវីដេអូក្រោយសូមអរគុណ